ក៏សួស្តីអ្នកគ្នា Welcome back មកកាន់ Channel ការចែកម្លែកហើយបច្ចុប្បន្នខ្ញុំបានត្រឡប់មកវិញហើយជាមួយនឹងការចែកម្លែក model របស់ខ្ញុំដែលខ្ញុំបានប្រើប្រាស់វារយៈពេល2ឆ្នាំហើយឥឡូវគឺខ្ញុំនឹងយកចំណុចមួយចំនួនមកចែកម្លែកហើយក៏ខ្ញុំអត់បានបង្ហាញទាំងអស់ដែរប៉ុន្តែខ្ញុំនឹងបញ្ចេញទាំងអស់នៅវីដេអូក្រោយបន្តបន្ទាប់នេះគ្រាន់តែជាចំណុចមួយចំនួនដែលខ្ញុំអាចបញ្ចេញឲ្យអ្នកគ្នាប្រើប្រាស់បានហើយក៏ជាចំណុចសំខាន់ដែរអ្វីដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នានៅលើនេះឥឡូវគឺយើងមកមើលកន្លែង checklist model របស់យើងវីដេអូដែលខ្ញុំត្រូវបង្ហាញអ្នកគ្នាគឺយើងមាន2 4 6ចំណុចហើយចំណុចនីមួយៗសុទ្ធតែសំខាន់ទាំងអស់ឥឡូវគឺយើងមកមើល checklist model របស់យើងទី1អ្នកគ្នាត្រូវមើល structure flow គឺវាបង្ហាញថាអ្នកគ្នារកឱកាស buy ឬក៏ឱកាស sell ហើយមួយទៀតកំណត់អត្តសញ្ញាណ liquidity កំណត់អត្តសញ្ញាណ liquidity គឺជារឿងសំខាន់បំផុតព្រោះយើងដឹងថា order limit របស់អ្នកដែលគេ trade ធំនៅតំបន់មួយណាដែលយើងគួរប្រុងប្រយ័ត្នហើយមួយទៀតគឺយើងមើលទៅលើ check internal ឬក៏ external liquidity ហើយកន្លែងនេះអ្នកគ្នាប្រកាសជាមិនស្គាល់ទេថា internal ឬក៏ external liquidity ជាអ្វីរីឯអ្នកខ្លះទៀតក៏គាត់បានស្គាល់ហើយក៏គាត់មិនសូវបានចាប់អារម្មណ៍បានដែរចំពោះ model មួយនេះតែខ្ញុំសូមបញ្ជាក់ថាខ្ញុំបានប្រើរយៈពេល2ឆ្នាំហើយគឺវាដំណើរការហើយចូលមកបន្ទាប់ទៀតគឺចំណុច key level សម្រាប់ការចូលផ្សាររបស់យើងអាហ្នឹងអ្នកគ្នាពីច្រើនអ្នកគ្នាអាចចេះហើយចំពោះមេរៀន basic ទេគឺ key level នេះហើយមួយទៀតគឺតួឯករបស់យើងគឺ risk management ហើយមួយទៀតគឺការគណនារដ្ឋសាយអ្នកគ្នាដឹងហើយថាទំហំទីផ្សារនៃបច្ចុប្បន្នគឺវាមាន0ធំ0តូចពេលខ្លះអ្នកគ្នាចូល0តូចអញ្ចឹងទៅវាមានហានិភ័យទូចអ្នកគ្នាចូលនៅតំបន់0ធំអញ្ចឹងហានិភ័យរបស់អ្នកគ្នាគឺខ្លាំងមែនតើអញ្ចឹងយើងត្រូវការគណនារដ្ឋសាយដើម្បីកំណត់ risk របស់យើងអញ្ចឹងកន្លែងនេះគឺជាតួឯករបស់យើងប៉ុន្តែទាំងអស់ហ្នឹងគឺយើងត្រូវការបូកចូលគ្នាហើយជាមួយនឹងចំណុចសំខាន់ផ្សេងទៀតគឺខ្ញុំមិនទាន់បង្ហាញទេគឺយើងរងចាំមើលសិនថានឹងគួរបង្ហាញអ្នកគ្នាអត់ចំណុចសំខាន់នោះគឺយើងមានចំណុចពិសេសច្រើនប៉ុន្តែយើងអត់បង្ហាញនៅក្នុងជា public អីទេយើងសម្រាប់តែ member របស់យើងទេអញ្ចឹងអ្នកគ្នារងចាំមើលវីដេអូបន្ទាប់ខ្ញុំនឹងធ្វើវីដេអូបង្ហាញពីលំដាប់លំដោយហើយលំដាប់លំដោយទាំងអស់ហ្នឹងហើយយើងនឹងបង្ហាញពីរបៀប entry អញ្ចឹងអ្នកគ្នារងចាំមើលវីដេអូក្រោយទាំងអស់គ្នា